ដ៏អស្ចារ្យទៅតាមរូបភាពទៀតរូបរាងរបស់ព្រះអង្គចំពោះសម្បុរហ្នឹងក៏នឹកឃើញថាមិននិយាយទេជាតិហ្នឹងប៉ុន្តែពីមុនមកយើងធ្លាប់បានធ្វើជាពុនព្រះអង្គក្នុងជាតិណាមួយដែរអត់ហ្នឹងហើយតាន់ពេលនោះឯងនាងក៏បានរលឹកជាតិបានឃើញថាយើងធ្លាប់បានជាភរិយារបស់ព្រះមហាបរោះនេះក្នុងកាលដែលព្រះអង្គជាស្ដេចដំរីឆាត់តន់កាលដែលនាងបានរលឹកដូច្នេះហើយបៃតិបានកើតឡើងសបាយចាសបាយអូបានធ្លាប់ធ្វើប្រពន្ធព្រះអង្គមកជាតិដែរសបាយហ្នឹងហើយដល់ចឹងទៅដោយកម្លាំងនៃសេចក្តីត្រេកអរហ្នឹងភិក្ខុនីហ្នឹងស្រាប់តែសើចសប្បាយចេញមកចឹងស្ថិតនៅក្នុងវិស័យដែលខ្លួនឯងនៅជាបឋមជនណាប៉ុន្តែដោយបនិស្ស័យសន្សំការចាំនៅក្នុងរឿងហ្នឹងមមមកគឺថានឹករលឹកជាតិបានចឹងហ្នឹងហើយចាំជាតិហ្នឹងដល់អញ្ចឹងគឺសើចដោយសម្លេងខ្លាំងចេញមកតែម្ដងចឹងរួចក៏បានគិតតទៅទៀតណាយើងបានជាភរិយារបស់ព្រះអង្គអញ្ចឹងតើមានអធិស្ឋ័យប្រព្រឹត្តដើម្បីជាប្រយោជន៍ដល់ស្វាមីបានដែរឬទេពីព្រោះក្រែងតែថាយើងបានធ្វើនៅកំហុសអីយ៉ាងណាក៏មិនដឹងជាមួយគ្នានឹងព្រះអង្គដែលជាស្វាមីរបស់យើងហ្នឹងឯងដល់ទៅនាងរលឹក